សុខបាយបងប្អូនបាទខ្ញុំបាទអ្នកលក់នំកងរដ្ឋមីសូរីទៅបាទហើយបងប្អូនអ្នកលក់នំកងគ្នាយើងយ៉ាងណាដែរហើយសុខសប្បាយទាំងអស់គ្នាទេហើយការលក់ដូរមិនដែរបងប្អូនលក់ដាច់ឬក៏រឿងលក់មិនសូវដាច់ slow ឬក៏ busy ខ្លាំងហ្នឹងណាចំណែកខាងខ្ញុំនេះធម្មតាទេបងប្អូនតែប៉ុណ្្នឹងឯងហើយខាងបងប្អូនបាយមិនខតដែរខាងខ្ញុំនេះប៉ុន្តែប៉ុណ្ណេះខ្ញុំបាយ10ខតជាទូទៅថ្ងៃច័ន្ទkiaនេះខ្ញុំបាយតាមពេលណាយើងលក់រៀងដាច់ឬមិនសូវដាច់ចឹងណាយើងមើលតាមតម្រូវការរបស់យើងតែខ្ញុំនេះខ្ញុំបាយ10ខតខាងខ្ញុំនេះបាយ10ខតថ្ងៃនេះពុតចឹងខ្ញុំបាយ10ខត10ខតនោះពូជជា5ដុំហើយការពូជផ្សាយដល់ការបាយផ្សាយឲ្យវាខុសគ្នាប្រភេទតាមប្រភេទអ្នកធ្វើនំកងបងប្អូននំកងកន្លែងធ្វើនំកងមួយខុសគ្នាបងប្អូនគេធ្វើខុសគ្នាហើយការពូចម្សៅនេះក៏ទៀតសោតក៏មានការធ្វើក៏ពូខុសគ្នាដែរហើយខាងខ្ញុំគឺខ្ញុំត្រឡប់នឹងធ្វើតែអញ្ចឹងបងប្អូនខ្ញុំពូចម្សៅវាជា5ដុំខ្ញុំដាក់នៅលើតុកាត់នំនឹងឯងបើកន្លែងបងប្អូនខ្លះអត់ទេគាត់ធ្វើគាត់ពូដាក់ថាសដាក់អីចឹងទៅផ្សេងគ្នាអាហ្នឹងតាមកន្លែងនីមួយគេធ្វើការងារខុសគ្នារៀងខ្លួនបងប្អូនហើយក៏ការយល់ឃើញរបស់អ្នកធ្វើនំកងគ្នាយើងខុសគ្នាតែទៀតសោតមិនដូចគ្នាទេបងអ្វីដែលខុសគ្នាគឺខុសគ្នាត្រង់ថាជំនាញរបស់នៃការធ្វើហ្នឹងគឺធ្វើខុសគ្នាហើយហាខ្ញុំគឺខ្ញុំធ្វើជំនាញរបស់តាមរបស់ខ្ញុំចឹងទៅវាមានអីខុសប្លែកទេអញ្ចឹងហើយការពូម្សៅការវាយម្សៅមានការប្រភេទវាយម្សៅនំកងនោះក៏តាមហាងមួយដែរហាងនំកងមួយដែរបងប្អូនអ្នកខ្លះគេយកម្សៅដនចឹងទៅអ្នកខ្លះគេយកម្សៅក្រុមហ៊ុនបែបម៉ាតចឹងទៅបាទដូចគ្នាទេខុសគ្នាទាំងអស់ការធ្វើក៏អញ្ចឹងគឺវាខុសគ្នាទាំងអស់តាមកន្លែងមួយដូចបងប្អូនចង់ឃើញយើងនេះយើងស្គាល់មានយើងធ្វើគ្រឿងកែដូចនេះតែយើងធ្វើខុសគ្នាបងប្អូនហ្នឹងហើយនេះគឺការពូកម្សៅរបស់ខ្ញុំវាយ10ខតខ្ញុំពូម្សៅជា5ដុំអញ្ចឹងខ្ញុំលៃ5ដុំនេះខ្ញុំត្រូវធ្វើអីចឹងខ្ញុំតាមរបស់ខ្ញុំធ្វើ schedule របស់ហាងខ្ញុំធ្វើមានអីខ្លះខ្ញុំកាត់យកអីមាននំអីខ្លះចឹងណាអញ្ចឹងអីអ្វីវាតាម schedule របស់ហាងគេមួយហើយហាងខ្ញុំមិនជាធំមិនជាអីថោកធំអីទេមកល្មើធម្មតាវាគួរសមដែរ income ក៏មិនកើតម្យ៉ាងដែរអញ្ចឹងយើងធ្វើតាមវារបស់យើងហើយអ្នកនៅខាងទឹកសាសហើយគេក៏បាយនំច្រើនដូចខ្ញុំចឹងទេខាងខ្ញុំនៅមីសូរីនេះគឺយើងធ្វើនំនេះច្រើនជាងដោយសារអត់យកអត់ដាច់កន្លោឈីបងប្អូនបើនៅខាងទឹកសាសបងប្អូនអ្នកធ្វើនំកងគ្នាយើងអត់ដឹងហើយគាត់លក់ដាច់កន្លោឈីអញ្ចឹងគាត់អត់សូវបាយដូនច្រើនទេហើយខ្ញុំនេះខ្ញុំបាយដូនរៀងច្រើនកន្លោឈីខ្ញុំអត់សូវដាច់ទេកន្លោឈីខ្ញុំលក់មួយថ្ងៃ2ថាស2ថាសកន្លះ3ថាសអត់ទៀងទេព្រោះវាអត់ដាច់តែខាងនេះគេស្គាល់កន្លោឈីគេស្គាល់តែនំដូនណាត់អញ្ចឹងគេច្រើនគឺខាងខ្ញុំដាច់តែនំទេបងប្អូនហ្នឹងហើយបងប្អូនយើងមិនដែរឥឡូវហើយខ្ញុំធម្មតាតែប៉ុណ្្នឹងឯងលបយើងដដែលកាយដដែលនឹងអត់មានអីខ្លាំងទេកាយនោះណាលក់នំកងក៏វាអមយ៉ាងដែរបងប្អូនតោះតែបន្តិចវាងើបអឺលីបន្តិចអ្នកធ្វើការក៏ស្រួលមួយយ៉ាងរបស់គេចឹងទៅយើងអ្នកធ្វើនំកងក៏យើងស្រួលមួយយ៉ាងយើងវាយហើយយើងក៏មានពេលសម្រាប់ច្រើនស្រីយើងទេវាអត់មានអីបញ្ហាផ្សេងទេហើយមួយទៀតតាមថាចំណងចំណូលចិត្តរបស់បងប្អូនចំណងចំណូលចិត្តរបស់បងប្អូនដែលយើងចូលចិត្តអត់ការងារហ្នឹងអារម្មណ៍យើងហ្វិចជាមួយវាអត់អញ្ចឹងណាអ្នកខ្លះគាត់មកសាកល្បងជាយាមធ្វើមួយខ្ញុំមកទឹកពីអាទិត្យចឹងទៅគាត់ថាអារម្មណ៍គាត់អត់ហ្វិចជាមួយការងារនោះទេអញ្ចឹងគាត់អត់ចង់ធ្វើចឹងទៅអ្នកខ្លះគាត់មកសាកល្បងមួយខ្ញុំចឹងទៅគាត់អត់មានអារម្មណ៍ថាចូលចិត្តប៉ុន្តែអត់មានពេលសម្រាប់មកទឹកថ្ងៃហ្នឹងទៅអញ្ចឹងណាហើយអាការងារមកទឹកហ្នឹងក៏ស្រូវយើងទេអូខេបងប្អូនតាមការយល់ឃើញរបស់យើងរៀងខ្លួនហ្នឹងហើយអូខេហើយចុងក្រោយក៏សូមអរគុណច្រើនបងប្អូនបាទហើយខុសឆ្គងយ៉ាងណាអីសូមបងប្អូនថាតែអភ័យទោសព្រោះការរៀបរាប់ធ្វើការនិយាយយើងមិនអាចថាត្រូវបាន 100% ទេព្រោះមានឆ្គងឆ្គងកន្លែងណាសូមបងប្អូនថាតែអភ័យទោសចំពោះខ្ញុំបាទបងប្អូនហើយសូមអរគុណច្រើននិងជម្រាបលាបងប្អូនដែលបានជួយ like ជួយ share និងជួយ comment វីដេអូរបស់ខ្ញុំបាទអ្នកនំកងរដ្ឋមីសូរីដែរអូខេបងប្អូនបាយបាយស្វាគមន៍ទាំងអស់គ្នាហេហេបាយបាយ